លោកស្រីនិងកញ្ញាទីមេត្រីបាទនេះជារូបភាព highlight នៃការប្រកួតបាទហើយនេះជាការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទពានថ្នាក់ខេត្តវគ្គ1ភាគ4បដិព្រាត់ឬវគ្គ8ក្រុមចុងក្រោយបាទការប្រកួតនេះលេងនៅទីលានបាល់ទាត់ក្នុងវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាមឯស្ថានពណ៌សគឺកំពង់ចាមឯស្ថានពណ៌ក្រហមគឺក្រុងភ្ញៀវកំពង់ស្ពឺការប្រកួតលេងនៅម៉ោង 3:30 នាទីក្រោមការដឹកនាំរបស់អាជ្ញាកណ្ដាលកែមប៊ុនឡាយចាប់ផ្ដើមការប្រកួតកំពង់ស្ពឺមានឱកាសគ្រប់គ្រងបាល់និងបាទកំរៀងកំហែងនៅក្នុងតំបន់ប្រយុទ្ធគូប្រកួតដែរយ៉ាងណាក៏ដោយកំពង់ចាមបាទក៏មានឱកាសបាទឆក់បាល់បញ្ជូនបាល់ចេញបានល្អតែមិនរំខានទៅដល់បាទសូរៀកនោះទេបាទសូរៀករដ្ឋានោះទេបាទនេះគឺបាល់ free kick របស់ក្រុមកំពង់ចាមដែលកើតឡើងនៅនាទីទី23ដោយកីឡាករបាទ Fidus បាទ Fido ជាអ្នកទាត់បាល់ free kick ហើយក៏ជាគ្រាប់បញ្ចូលទីឲ្យក្រុមរបស់គេនាំមុខ1-0បាទកំពង់ចាមមានឱកាសដាក់ស្ពីតម្ដងហើយម្ដងទៀតទៅលើគូប្រកួតដែរយ៉ាងណាក៏ដោយកំពង់ស្ពឺក៏បាទវាយបកទៅវិញបាទដោយកីឡាករខេមម៉ារ៉ាបាទខេមម៉ារ៉ាចប់វគ្គទី1កំពង់ចាមនាំមុខកំពង់ស្ពឺលទ្ធផល1-0បាទការប្រកួតវគ្គទី2បាទក៏ចាប់ផ្ដើមលេងបន្តទៀតបាទដោយក្រុមបាល់ទាត់កំពង់ចាមបានដាក់សម្ពាធបាទទៅលើគូប្រកួតរបស់ខ្លួនបាទនេះឱកាសបាល់ទាត់ចេញពីជ្រុងប៉ុន្តែកន្លែងនេះបាទគឺជាគ្រាប់បាល់នាំមុខបាទនៅនាទីទី60បាទនាំមុខ 2-0 បាទដោយបាទកីឡាករម្ចាស់ឲ្យលេខ6កីឡាករលេងគឹមឡុងក្រោយពីលេងគឹមឡុងបាទព្យាយាមបាទរកគ្រាប់បាល់កំហុសអ្នកចាំទីធ្វើឲ្យមានកំហុសទៅលើកីឡាករកំពង់ស្ពឺអញ្ញាកណ្ដាលឲ្យបាល់ពីនៃ11ម៉ែត្រហើយកីឡាករអ៊ុនចាន់អ៊ីក៏ធ្វើបានសម្រេចគ្រាប់បាល់កាត់បន្ថយគម្លាតនៅមុខ2-1ហើយតាំងពីពេលនោះមកកំពង់ស្ពឺក៏មានឱកាសដាក់សម្ពាធទៅលើគូប្រកួតរបស់ខ្លួនម្ដងហើយម្ដងទៀតហើយកន្លែងនេះឱកាសរបស់កំពង់ចាមពីការតែតរបស់កីឡាករនីរ៉ាទីនបាទនៅជិតចប់ការប្រកួតបាទកំពង់ចាមមានឱកាសម្ដងហើយម្ដងទៀតដែរតែយ៉ាងណាក៏ដោយបាទនៅនាទីទី90+6កំពង់ចាមក៏រាយបកក៏រកបានគ្រាប់ទី3ដោយការតែតកំហុសធ្វើឲ្យមានគ្រាប់បាល់តែបញ្ចូលទីខ្លួនឯងដោយដារុងរិទ្ធពិសិដ្ឋឆពាន់ចប់ការប្រកួតក្រុមកំពង់ចាមឈ្នះកំពង់ស្ពឺ3-1អរគុណប្រិយមិត្តដែលកំពុងតាមដានទស្សនាការផ្សាយរបស់ទូទស្សន៍ BTV ពេលនេះខ្ញុំនៅបាទនឹងក្រុមការងារសូមអរគុណសូមជម្រាបលា